សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំនឹងធ្វើការណែនាំឲ្យបងប្អូនអ្នកគ្នារៀនសរសេរប្រំពី AI ដែលបងប្អូនអ្នកគ្នាអាចបានរូបភាពចឹងណាហើយនេះគឺជាការសរសេរមួយដែលវាភាពងាយស្រួលមែនតើនេះសិតតែ AI ទាំងអស់ដែលបានពីរូបភាពហ្នឹងចឹងគ្រាន់តែបងប្អូនខ្ញុំប្រាប់តែកលឹះបន្តិចបងប្អូនអាចធ្វើបានហើយរូបភាពហ្នឹងគឺសិតតែរូបភាព AI ទាំងអស់រូបភាពទាំងអស់ហ្នឹងណាហើយបើសិនជាអ្នកដែលគាត់អត់ចេះភាសាអង់គ្លេសគាត់អាចគ្រាន់តែយករូបភាពហ្នឹងយកទៅប្រើមួយ ChatGPT ហើយ ChatGPT នឹងឲ្យរូបភាពនឹងឲ្យអក្សរជាប្រំហើយអញ្ចឹងប្រំហ្នឹងគឺវាសំខាន់ណាស់ដើម្បីធ្វើការបង្កើតជារូបភាពមួយនឹងការរៀបរាប់គ្រប់យ៉ាងទាំងអស់ហើយមកបានចេញជាសកម្មភាពចឹងណាអញ្ចឹងឥឡូវនេះគឺខ្ញុំប្រាប់ពីរបៀបងាយៗដើម្បីយក from ពីរូបភាពហ្នឹងដើម្បីឲ្យបងប្អូនអរគ្នាហើយទាំងអស់គ្នានឹងចូលទៅក្នុងកម្មវិធី Leonardo ដែលគេ free credit ឲ្យអញ្ចឹងណាឥឡូវនេះខ្ញុំប្រាប់ពីរបៀបនៃការចូលជាដំបូងឡើយបងប្អូនអរគ្នាចូលដើម្បីយក prompt សិនអញ្ចឹងបងប្អូនយក ChatGPT យកពាក្យ ChatGPT សិនមកតមកទៀតយើងចូលអញ្ចឹងហើយ ChatGPT ក៏យើងត្រូវការ confirm ជាមួយនឹង mail របស់យើងដែរអញ្ចឹងបងប្អូនគឺត្រូវមាន mail អញ្ចឹងណាអូខេ log in បាទហើយចេញមកឆាំតិចមកនេះមួយអូខេនេះមកចុះនេះជា ChatGPT អញ្ចឹងដល់ពេលយើងចូល ChatGPT នឹងមកបងប្អូនគ្រាន់តែយករូបភាពមួយឧទាហរណ៍ថាចង់បានរូបភាពមួយឧទាហរណ៍នៅក្នុងបងប្អូនអាចរករូបភាពនៅក្នុង Pinterest ហ្នឹងគឺរូបភាពច្រើនមែនតើបងប្អូនអាចរករូបភាពណាមួយដែលពេញចិត្តណាឧទាហរណ៍ថារូបភាពមួយនេះចោះអញ្ចឹងបងប្អូនចង់បានរូបភាពអញ្ចឹងឬក៏រូបភាពស្អាតអញ្ចឹងណាបាទរូបភាពកំ pl ែងអញ្ចឹងទៅក៏ដូចជារូបភាពអីក៏ដោយអត់ដែលបងប្អូនចង់បានឧទាហរណ៍ថាយករូបភាពមួយនេះចោះអូខេបដាខ្លាអញ្ចឹងបងប្អូនគ្រាន់ចុចប្រេសមកចុច right click មកយក copy image បន្តមកទៀតបងប្អូនចូល ChatGPT តមកទៀតយើងយកពាក្យ pass លើទឹកមកហើយបងប្អូនត្រូវទៅសេពាក្យថាចេះ please give me from តែប៉ុណ្ណឹងក៏បានដែរ please give me from តមកទៀត enter មកអញ្ចឹងវាឲ្យ from ពីរូបភាពហ្នឹងហើយវា load from ពីរូបភាពហ្នឹងឲ្យអញ្ចឹងឥឡូវម្ដងទៀតវាអត់តនេះវាត្រូវការសុភជានេះអញ្ចឹងបងប្អូនគ្រាន់តែរូប copy paste ឲ្យបងប្អូនសរសេរពាក្យ please give me from វាឲ្យហើយអូខេឥឡូវបាន from ហ្នឹងមួយ from ហ្នឹងគឺនិយាយប៉ុណ្ណឹងនៅក្នុងរូបភាពហ្នឹងណាអញ្ចឹងយើងគ្រាន់តែ copy click copy ពីវាមកបងប្អូនចូលពាក្យ Leonardo ចូលកន្លែង Leonardo នេះមកដើម្បីយើង generate ខ្លាយរូបភាពវិញណាប៉ុន្តែកុំយករូបភាពគេយើងចង់បាន from ពីជាលក្ខណៈរូបភាពលក្ខណៈស្តៀងអញ្ចឹងយើងយកពាក្យ Leonardo ចឹងមក Leonardo អូខេ Leonardo AI ចឹងមកពេលយើងចុចហើយនេះ Leonardo AI ហ្នឹងគឺក៏ត្រូវការ confirm ជាមួយនឹង login confirm មួយ mail ដែរដើម្បីយើងបានទទួលបាន credit free អញ្ចឹងបងប្អូនអរគ្នាយកពាក្យ get lunch app មក lunch app ហើយនេះមកចុចកន្លែងនេះក៏បានចុចកន្លែងនេះក៏បានពីនឹងមួយណាក៏បានដែរ image creation ឬក៏នេះពីនឹងមួយណាក៏បានដែរអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកនេះចុចកន្លែង prompt នេះហើយអាចជ្រើសរើសតាមទំហំឧទាហរណ៍ក្នុងករណីថាទំហំចង់ធំឬក៏យ៉ាងម៉េចបងប្អូនអាចដាក់អូខេហើយកន្លែង automatic នេះគឺបងប្អូនដាក់ off មកដើម្បីវាបញ្ជាក់ក្នុងមួយ grade ហ្នឹងបាន34អញ្ចឹងទៅឬក៏អាច24អញ្ចឹងទៅហើយកន្លែងនេះគឺយកតែ4ព្រោះយើងកំណត់4អញ្ចឹងណាស្រាប់ហ្នឹងគឺត្រូវការ pay ត្រូវការចំណាយលុយអញ្ចឹងអត់ចាំបាច់ទេយកតែ4ហ្នឹងមកវាកំណត់4ហ្នឹងមកហើយបើសិនបងប្អូនយកចង់ផុសចូលក្នុង TikTok ឬក៏អីនេះបងទំហំ TikTok short ហើយនឹង reel គឺដូចគ្នាទេគឺ9 16ដូចគ្នាអញ្ចឹងបងប្អូនយកតែប៉ុណ្ណឹងមកបានហើយ
ហើយ copy from ហ្នឹងដែល pass មិញហ្នឹងគឺបងប្អូនគាត់ pass from ហ្នឹងមកបងប្អូនគាត់ចុច generate មកវាឲ្យរូបភាពដែលស្តៀងគឺអត់ដូចទេអត់ដូចទាំងស្រុងទេប៉ុន្តែគ្រាន់តែស្តៀងមើលទៅគឺស្អាតដូចគ្នាអញ្ចឹងឧទាហរណ៍នៅក្នុងនេះនៅក្នុង Pinterest ហ្នឹងចង់បានពាក្យនិយាយនោះអត់តែចង់មករូបភាពមួយណាបងប្អូនគ្រាន់តែ copy ចុចមកហើយបងប្អូនគាត់ right click copy មកនឹងខ្ញុំបញ្ជាក់ម្ដងទៀតណាបន្តមកទៀតយើងយកពាក្យនេះយើងឃើញទេវាដូចគ្នា generate ហើយអីហ្នឹងអញ្ចឹងវាបានដូចមកចុះឥឡូវបងប្អូនចង់បានពាក្យអីគេចង់មករូបភាពគេបងប្អូនគ្រាន់តែចុចពាក្យលើហ្នឹងមកឧទាហរណ៍ថាចុចលើហ្នឹងមកផាសលើវាមកផាសអញ្ចឹងតមកទៀតបងប្អូនសរសេរពាក្យ please give me from តែប៉ុណ្ណឹងមក enter មកវាឲ្យ from ស្តៀងរូបភាពហ្នឹងហើយអញ្ចឹងដល់ពេលវាឲ្យ from ស្តៀងរូបភាពហ្នឹងបងប្អូនគ្រាន់តែចុច copy រូប from ហ្នឹងមកហើយបាទហើយអត់បញ្ហាទេឧទាហរណ៍ចង់បានពាក្យ from អញ្ចឹង copy ប៉ុណ្ណឹងមកហើយយក pass ទៅលើ Leonardo អូខេ Leonardo ដែលយើង pass មិញហ្នឹងចុច click ហើយ select លុបចោលមក pass វិញមកអូខេអញ្ចឹងវា generate មកគឺវាឲ្យមកដូចវាមិនដូចគ្នាដូចរូបភាពដើមទេប៉ុន្តែបើយើងចង់បានរូបភាពណាគឺធ្វើអញ្ចឹងវាងាយស្រួលបើបាន4អញ្ចឹងបងប្អូនអាចយកទឹក4ហ្នឹងvàoឧទាហរណ៍ថាយើងអត់ចាំបាច់រត់នឹកសរសេរ from ញ៉ៃទេនេះឃើញអត់គឺវាចេញមកអញ្ចឹងគឺស្អាតមែនតើវាមិនដូចទេប៉ុន្តែវាអាចទទួលយកបានណារូបភាពអញ្ចឹងពាក្យ from ទាំងអស់ហ្នឹងវាអាចមើលទៅវាទៅស្រួលដែរហើយក៏ផ្ដល់ភាពងាយស្រួលដល់បងប្អូនដែលគាត់ចង់សរសេរ from មិនអត់ដឹងថាសរសេរយ៉ាងម៉េចទេណានេះជាដំណោះស្រាយមួយដែលធ្វើការឲ្យយើងងាយស្រួលហើយបើសិនពិបាករករូបភាពណាបងប្អូនគ្រាន់តែចុច line Pinterest មកបងប្អូនចង់បានពាក្យអីគេឬក៏ចង់បានពាក្យចំណុចណាមួយកន្លែងណាមួយអញ្ចឹងបងប្អូនគាត់ចុចលើហ្នឹងមកហើយ pass copy មកបានតែឧទាហរណ៍ថាខ្ញុំចង់មកខ្ទឹមនេះមួយចាខ្ទឹមឬក៏ពោះឬក៏អីក៏ដោយនេះយកកន្លែងណាមួយដែលពេញចិត្តណាអញ្ចឹងមកអូខេឥឡូវចង់បានពាក្យមួយណាឥឡូវខ្ញុំចង់បានស្អាតពេកពិបាកសម្រាប់ចិត្តឥឡូវយើងយកនេះមួយចោះនេះវាជា wikis អញ្ចឹងណាចង់បានមួយណាអញ្ចឹងបងប្អូនគ្រាន់តែចុច right click លើវាមក copy ហើយបងប្អូនសរសេរកន្លែង ChatGPT ដូចខ្ញុំមិញមកឥឡូវខ្ញុំបញ្ជាក់3ដងដើម្បីឲ្យបងប្អូនអរគ្នាដែលថ្មីដែលគាត់អត់ទាន់ដឹងពីរបៀបសរសេរ from តែតែម្ដងមកបានហើយតែម្ដងវាឲ្យ from ហើយវាឲ្យ from ហើយ copy from ហ្នឹង pass ចូលទៅក្នុង Leonardo បានហើយតែប៉ុណ្ណឹងមកអូខេអញ្ចឹង copy ប៉ុណ្ណេះមក right click មកចូលកន្លែង Leonardo មក pass បឹបអញ្ចឹងបើខ្ញុំសល់82 credit អញ្ចឹងពេលខ្ញុំដកមក credit ទៀតបក34 credit ទៀតមកអញ្ចឹងវាឲ្យហើយនេះសិតតែចាស់ដែលខ្ញុំ free from ខ្ញុំធ្វើតាក់ទងគ្រឿងខ្មោចណាអូខេចេញមកแล้วហើយ from គឺខ្ញុំគិតថាស្តៀងគ្នាណាស្តៀងគ្នាខ្ញុំគិតថាស្អាតទេប៉ុណ្ណឹងបានមកហើយនេះឃើញទេស្អាតមែនតើអូខេ from លយហ្នឹងហើយគឺវីដេអូខ្ញុំគឺខ្ញុំធ្វើការបង្ហាញតែប៉ុណ្្នឹងទេបងប្អូនដែលសំដៅលើមេរៀនឬក៏បងចំណេះដឹងដែលបងប្អូនអត់ទាន់ចេះពីរបៀបនៃការសរសេរ from ChatGPT អាចជួយបានណាដែលរបៀបនៃការសរសេរ from ហ្នឹងហើយខ្ញុំមានតែប៉ុណ្្នឹង